ចឹងជំរាបសួរបងប្អូនណាដែលនិយមសិក្សានៅមុខជារូបជាទាំងអស់គ្នាហើយជាពិសេសគឺបងប្អូនដែលមានបំណងចង់ប្រឡងសិស្សបកែបាទអញ្ចឹងមកមុនយើងបានដោះស្រាយលំហាត់របស់យើងត្រង់សំណួរទី1បាទឥឡូវយើងបន្តមកដោះស្រាយនៅសំណួរទី2ថ្ងៃណាសំណួរទី2អញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនប្រហែលជាបានរៀនដោះស្រាយលំហាត់មួយនេះទាំងអស់គ្នាណាខ្លះហើយតោះអញ្ចឹងដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់យើងក៏នាំគ្នាធ្វើទាំងអស់គ្នាជាមួយលោកគ្រូតោះបងប្អូនអញ្ចឹងសំណួរខបាទសំណួរខគេថាម៉េចគេយកខ្សែទាំង3ណាសូមកាត់តិចទៅគេយកខ្សែទាំង3មកចងបានជាកំណាត់សៀគ្វីដូចរូបរួចភ្ជាប់ទៅនឹងឆ្នាប់ចរន្តដែលផ្ដល់ចរន្តបាន2អាំពែបាទអញ្ចឹងគេឲ្យយើងកណនីអីគេចូលកណនីតង់ចុងរវាងបាទរវាងអីរវាងគោល A និង C បាទរវាងគោល A និង C បាទតោះកណនីគោលកបាទកគឺ A និង C បាទរវាងគោល A និង C តោះអញ្ចឹងយើងឃើញហើយនៅក្នុងលំហាត់របស់យើងគេមិនដឹងថាតើសៀគ្វីបិទមួយនេះណាសៀគ្វីបិទមួយនេះទទួលបានរបបតង់សុងប្រមាណវ៉ុលទេដូច្នេះយើងត្រូវរកឲ្យឃើញជាមុនសិនថាតើសៀគ្វីបិទរបស់យើងមួយនេះមានតង់សុងប្រមាណអញ្ចឹងយើងរកតង់សុងបាទត្រេមួយរកតង់សុងរបស់សៀគ្វីបាទយើងរកតង់សុងរបស់សៀគ្វីសិនយើងរកតង់សុងរបស់សៀគ្វីសិនមកបាទតើសៀគ្វីទាំងមូលរបស់យើងដែលមាន resistance 3បាទមានតង់សុងប្រមាណអញ្ចឹងបាទយើងរកអីសិនយើងរកអីសិនមើលនៅក្នុងនេះអញ្ចឹងបាទតង់សុងរបស់យើងគឺស្មើនឹងអ0គុណនឹង i បាទយើងតាមចឹងចុះហ្នឹងហើយណាអញ្ចឹងដោយ i ស្មើនឹង2អម្ពែបាទប៉ិន O0 បាទ O0 ឥឡូវយើងមើល C2 របស់យើង C2 របស់យើងពី A មក B មក C យើងឃើញថាវាតជា series បាទណាអញ្ចឹងមានន័យថា A2 និង A3 តជា series បាទអញ្ចឹងតែឬក៏ដែលបាទ A ស្មើនឹងអូខេគេសិនណាដែល A2 និង A3 តជា series បាទតជា series នោះ A ស្មើនឹង A2 បូកឲ្យ A3 បំរាស់បងប្អូនឃើញ A2 ស្មើនឹងស្មើប៉ុន្មាន A2 ស្មើនឹង4អូម
air 3 ទៅទៅរកឃើញយ៉ាងម៉េចមិញស្មើនឹង8អូមនាំឲ្យ air ស្មើនឹង4អូមបូកនឹង8អូមស្មើនឹង12អូម12អូមហើយ air ជាមួយនឹង air មួយតជាខ្នែងនឹង air បាទនឹង air មួយតជាខ្នែងតជាខ្នែងកន្លែងនេះគេបានយ៉ាងម៉េចបងប្អូនអញ្ចឹងគេបាន1លើ air 0ស្មើនឹង1លើ air បូកនឹង1លើ air 1បាទបូកនឹង1លើ air 1តោះអញ្ចឹងដោយបងប្អូន air របស់យើងរកឃើញយ៉ាងបាញ់មិញបាទ air រីសងសាក់មូលរបស់ air 2និង air 3ឃើញ12អូមចំណែក air 1ស្មើនឹង4អូមដែរអញ្ចឹងសាក់មូលនឹង1លើ air 0ស្មើនឹង1លើម៉ានបាទ1លើ air ចុះ1លើ12បងប្អូន1លើ4បាទ1លើ4ឥឡូវយើងឃើញថាភាគបែងរបស់វាដូចគ្នាអញ្ចឹងយើងតម្រូវភាគបែងបាទអញ្ចឹងអាចណាកាត់តិចមកគឺបាន air 0ស្មើនឹងម៉ានបាទ12លើ4ណាអញ្ចឹង air 0បាន3អូមហ្នឹង air 0បាន3អូមដូច្នេះយើងបានកន្លែងនេះយើងបានយើងបានតង់សុងរបស់បង្គំស្មើនឹងតង់សុងរបស់បង្គំស្មើនឹងម៉ានស្មើម៉ានមើលស្មើនឹង air 0យើង air 0មិន3អូមគុណឲ្យ2អំពែស្មើនឹង6វ៉ុលបាទអញ្ចឹងយើងឃើញណាអ្នកទាំងអស់គ្នាយើងឃើញថាតង់សុងនៃបង្គំរបស់យើងស្មើនឹង6វ៉ុលបាទក៏ប៉ុន្តែដោយសារតែ air 2 3ហើយនឹង air 1តជាខ្នែងមានន័យថា air 2និង air 3តជាស៊េរីប៉ុន្តែវាតជាខ្នែងជាមួយនឹង air ទី1ណា air ទី1បាទដូច្នេះបាទយើងទៅរកចរន្តមួយទៀតបាទយើងរកចរន្តណាយើងរកចរន្តដោយសារតែ air 2 air 3តជាស៊េរីប៉ុន្តែតជាខ្នែងជាមួយនឹង air 1អញ្ចឹងទៅរកចរន្តព្រោះ C2 ដែលតជាខ្នែងចរន្តរបស់វាអត់ដូចគ្នាទេបូកមួយទៀតរកចរន្តអគ្គិសនីបាទក្នុងខ្នែងនីមួយបាទចរន្តអគ្គិសនីក្នុងខ្នែងនីមួយអញ្ចឹងតាមរយៈបាទតាមរយៈរូបយើងអាចសរសេរថាម៉េច I ស្មើនឹង I AB បូកនឹង I AC បាទដោយសារ AB ហើយនឹង BC នេះវាស្មើគ្នាណាបាទព្រោះអីពីព្រោះ Air 2និង Air 3តជាស៊េរី
chân chấm pua resistance này to chia series dừng khơi ta tăng trong ắt đôi kia tích cặp bàn tay trở ran đôi kia chân chấm tiên bán tiên bán AC là ai AC smart được ai đỏ ai AB đáy ai AB smart ai AB smart ai AB smart ấy ấy smart nừng quê sốt lư pi bố bay của pi nừng bay to chia sẻ series và to chia series nhưng mà bài cho con mãi nữa rồi bà chân tao chân lùng hạt bà dưỡng cai trong chùm nói pi nước ban trăm tài và ban đăng tế logo của xôm sầm sắn hơi o cuốn ra ổn để tam đán video hiện đi tăng kịch đau một đó chọn chân của xôm ấy ổn chui like cho đôi chiếc chui subscribe từ channel YouTube của group này một phòng đấy o cuốn ra ổn hay dừng chụp cái nên là mong mình top đầm bay phải chọc trong lòi nát trong coi bao dương